អ៊ីរ៉ង់បិទទ្វារបង្ក្រាបបាតុករលោកត្រាំប្រកាសដំឡើងពន្ធលើប្រទេសធ្វើជំនួញជាមួយអ៊ីរ៉ង់នៅអ៊ីរ៉ង់ការបង្ក្រាបដ៏ហិង្សារបស់អាជ្ញាធរទៅលើក្រុមបាតុករជាច្រើនថ្ងៃមកនេះបានបណ្ដាលឲ្យមានមនុស្សច្រើនជាង600នាក់ស្លាប់និងមនុស្សជាង1000នាក់ត្រូវចាប់ឃុំខ្លួននេះបើតាមការវិតម្លៃរបស់ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានទស្សនការនៅទីក្រុងវ៉ាស៊ីនតោនធ្លាប់គម្រាមវាយប្រហារប្រសិនបើអ៊ីរ៉ានហ៊ានតែបង្ក្រាបសម្លាប់បាតុករប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃច័ន្ទបានអះអាងថាអ៊ីរ៉ង់ចង់ចរចាជាមួយអាមេរិកលោក Trump នៅបានប្រកាសដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលធ្វើចំនួនជាមួយអ៊ីរ៉ង់5ថ្ងៃមកហើយពលចាប់តាំងពីថ្ងៃប្រហោះទី8មករាថ្ងៃដែលមានផ្ទុះខ្លាំងបាតុកម្មប្រឆាំងរដ្ឋអំណាចអ៊ីរ៉ង់ប្រជាជនអ៊ីរ៉ង់ត្រូវរស់នៅកាត់ផ្តាច់ពីពិភពលោកខាងក្រៅបន្ទាប់ពីអាជ្ញាធរកាត់ផ្តាច់អ៊ីនធឺណិតដើម្បីរារាំងកុំឲ្យបាតុករផ្ញើសារប្រមូលផ្ដុំគ្នាឬថតចែករូបភាពបាតុកម្មតាមបណ្ដាញសង្គមនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera កាលពីថ្ងៃច័ន្ទទី12មករារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលស្គាល់ថារដ្ឋអំណាចពិតជាបានផ្អាកបណ្ដាញទូរគមនាគមន៍មែនបន្ទាប់ពីសម្គាល់ឃើញពួកភេរវនិយមបន្លំខ្លួនចូលក្នុងក្រុមបាតុករនិងទទួលបញ្ជាពីបរទេសឲ្យបង្កចលាចលនៅអ៊ីរ៉ង់អង្គការសកម្មជនសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកវិញបានចោទរបបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់ថាបានកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិតក្នុងគោលបំណងរារាំងបិទបាំងមិនឲ្យពិភពលោកឃើញការបង្ក្រាបសម្លាប់បង្ហូរឈាមរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅលើបាតុករបើតាមអង្គការខាងលើដែលអះអាងទទួលបានតួលេខពីប្រជាជនក្នុងស្រុកអ៊ីរ៉ង់ការបង្ក្រាបដ៏ហិង្សារបស់អាជ្ញាធរអ៊ីរ៉ង់នៅប៉ុន្មានថ្ងៃមកនេះបានបណ្ដាលឲ្យមនុស្សស្លាប់ជាង600នាក់ខណៈសមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង100នាក់ស្លាប់ក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករប្រតិកម្មទៅនឹងស្ថានភាពវិតអវត្តចុងក្រោយនៅអ៊ីរ៉ង់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃច័ន្ទថាលោកកំពុងពិចារណាលើជម្រើសជាច្រើនក្នុងនោះមានផងដែរការវាយប្រហារយោធាទៅលើអ៊ីរ៉ង់ប៉ុន្តែយ៉ាងណាក៏ដោយមេដឹកនាំអាមេរិករូបនេះតែធ្លាប់ជំទាស់ជាគោលការណ៍លណងមិនឲ្យមានការផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់បានអះអាងថាអ៊ីរ៉ង់ចង់ចរចាជាមួយអាមេរិកពីព្រោះថាអ៊ីរ៉ង់ហត់នឿយលែងចង់ឲ្យអាមេរិកវាយអធ្លាយលើខ្លួនសារជាថ្មីនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera ប្រមុខការបរទេសអ៊ីរ៉ង់ទទួលស្គាល់ថាអ៊ីរ៉ង់តាក់ទងអាមេរិកជាប់ជានិច្ចតាមរយៈលោក Steve Witkoff ប្រធានសិទ្ធិពិសេសរបស់លោក Trump លោក Trump មិនបញ្ចេញសកម្មភាពយោធាទៅលើអ៊ីរ៉ង់តាមពាក្យគម្រាមរបស់ខ្លួនប៉ុន្តែនៅថ្ងៃច័ន្ទលោកបានដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់តាមរយៈការប្រកាសដំឡើងពន្ធ 25% លើប្រទេសទាំងឡាយណាដែលធ្វើជំនួយទិញប្រេងពីអ៊ីរ៉ង់ក្នុងចំណោមប្រទេសដែលប៉ះពាល់ដោយវិធានការដំឡើងពន្ធថ្មីរបស់អាមេរិកដូចជាទូគីឥណ្ឌាអេមីរ៉ាតអារ៉ាប់សហរួមរុស្ស៊ីប្រេស៊ីលចិនដែលជាអតិថិជនទិញប្រេងធំគេមកលុកបានចេញមុខប្រឆាំងវិធានការដំឡើងពន្ធដ៏រឹងអងនេះរបស់អាមេរិកប៉េកាំងតាមរយៈអ្នកនាំពាក្យរបស់ស្ថានទូតចិននៅវ៉ាស៊ីនតោនបានថាចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ចិននៅចំពោះការដាក់ទណ្ឌកម្មឯកតោនេះពីរបស់អាមេរិកជាប្រចាំ